បានខ្ញុំនិយាយថាអាអ្នកប្រឹងរៀនដល់បណ្ឌិតអាអ្នកប្រឹងធ្វើនយោបាយឲ្យបានធ្វើនាយករដ្ឋមន្ត្រីកាត់ចាក់ដណ្ដើមគ្នាបោកប្រាស់លាបពណ៌គេសពបែបសពយ៉ាងដើម្បីខ្លួនឯងខ្ញុំថាពួកអាអស់នេះឈួតមើលជាឈួតខ្លាំងគ្រាន់តែដើម្បីខ្លួនឯងសោះហ្នឹងមិនល្ងងម្លេះបងប្អូនមិនល្ងងម្លេះប៉ុន្តែបើដើម្បីគេវិញណាបងប្អូនដឹងធ្វើម៉េចបើយើងកើតមកក្នុងនាមជាមនុស្សយល់ដឹងជាងគេបើយើងនិយាយលេងថាព្រះចុះបើទៀនយើងនៅលើផែនដីហ្នឹងឲ្យคลายទៅជាទីពឹងរបស់អ្នកដទៃដឹងមុនគេយល់មុនគេមានសមត្ថភាពស្រាលខ្លួនជាងគេដឹងធ្វើម៉េចមនសិការវាប្រាប់ថាអ្នកមានរក្សាខ្សត់ដោយសម្ពុតគាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លាចដូចសំពៅនៅសំប៉ានដូច្នេះប្រឹងរៀនអូយប្រឹងរៀនប្រឹងរស់ស៊ីអូយប្រឹងរស់ស៊ីហេតុអីពីព្រោះដឹងខ្លួនថាខ្លួននឹងហើយជាទីពឹងជាបង្គោលសម្រាប់ឲ្យអ្នកដទៃពឹងមនសិការជាមនុស្សវាប្រាប់ចឹងណាបានជាយើងប្រឹងធ្វើការប្រឹងរស់ស៊ីប្រឹងរៀនខ្លាំងណាស់សមទេបងប្អូនស័ក្តិសមណាស់មនសិការជាមនុស្សប្រាប់ថាចឹងថាបើយើងធ្វើជាទីពឹងរបស់អ្នកដទៃខ្លួនយើងអត់រឹងមាំជួយគេមិនបានទេដោយព្រះសម្មាសម្ពុទ្ធចង់ជួយគេក្នុងចំនួនច្រើនបើមិនត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទេជួយគេមិនបានទេអញ្ចឹងដើម្បីអ្នកដទៃព្រះអង្គប្រឹងណាស់ចុះពួកអកលេសពេញកលៀនចាក់កលៀនឃើញតែកលេសសួរថាតើវាអាចយកចិត្តថោកទាបរបស់វាដែលរស់នៅដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងមកថ្លឹងចិត្តរបស់មនុស្សដែលសុកចិត្តអត់បាយខ្លួនឯងឲ្យតែបានគេស៊ីដើម្បីរំដោះផ្លូវចិត្តខ្លួនឯងឃើញគេស៊ីខ្លួនឯងអត់ណាបងប្អូនសប្បាយណាស់បានរំដោះផ្លូវចិត្តខ្លួនឯងអាណិតគេពេកតើវាថ្លឹងចិត្តនឹងយល់អត់វាថ្លឹងមិនបានទេមនុស្សអញ្ចឹងបងប្អូនមានដោយកម្រលើផែនដីហើយវាត្រូវអាមនុស្សរយក៏ដូចភ្នំដឹកយកទៅចាក់ចោលមួយថ្ងៃ100ឡានអាកាម៉ាស់មិនអស់ហ្នឹងវាយបហាតាមសម្លាប់តាមរកគួនគេថាចាំមើលមនុស្សអស់ចាឲ្យតែកើតលើផែនដីឲ្យតែមានវោមនុស្សដេញវាយអត់ធប់អត់ធរហ្នឹងអានឹងឲ្យមនុស្សទេពពួកអាថោកទៀបដេញវាយជាពិសេសគឺពួកអញ្ញាប្រាជ្ញបច្ចេកទេសដែលវាធ្លាប់ល្បីឈ្មោះក្នុងសង្គមយូរហើយតាមានមនុស្សទេពចេញមកគឺថាវាតាមវាយតាមអីហ្នឹងអានឹងឲ្យមនុស្សទេពវាខុសគេហើយតាមវាយវាហ្នឹងថាគ្រប់បែបយ៉ាងបងប្អូនមើលជំនាន់ព្រះសម្មាសម្ពុទ្ធអាត្រង់ហ្នឹងដែលធ្វើឲ្យពួកយើងនិងពួកវាឈរលើគោលខុសគ្នាយើងមានអារម្មណ៍ថាបើគ្រាន់តែដើម្បីខ្លួនឯងមិនដឹងរៀនធ្វើអីទេមិនដឹងប្រឹងធ្វើនយោបាយធ្វើអីទេនៅផ្ទះដេកមើលសភៅដើរលេងស្ទូចត្រីអីបន្តិចបន្តួចចឹងទៅជួបមិត្តភ័ក្តិដុតមន់អីមួយស៊ីនិយាយគ្នាបន្តិចបន្តួចអីចឹងទៅបើស្នាជាយល់ច្រើនសរសេរសភៅមួយក្បាលពីរក្បាលចឹងទៅទុកមុននឹងស្លាប់ចប់ប៉ុន្តែដើម្បីជួយមនុស្សបងប្អូនត្រូវធ្វើការងារច្រើនណាបងប្អូនយើងមានអារម្មណ៍ចឹងដល់ពេលវាវិញចេញពីប្រយោជន៍ផ្ទាល់ខ្លួនរបស់វាដោយគណៈបកប្រជាជនមួយថ្ងៃហ្នឹងគេនិយាយថាគណៈបកប្រជាជនត្រូវកែតម្រង់ស៊ីជម្រៅបើមិនកែទេគណៈបកប្រជាជនត្រូវងាប់ហើយពាក្យថាងាប់មានន័យថាចាញ់ឆ្នោតហើយបងប្អូនគិតបន្តិចមើលមនុស្សវាគិតប្រយោជន៍ផ្ទាល់ខ្លួនរបស់វាជាធំគោលគ្រឹះគឺគិតប្រយោជន៍ផ្ទាល់ខ្លួនរួចកែតម្រង់សួរតែកែតម្រង់ចេញជាប្រយោជន៍គេរួចទេឧទាហរណ៍វានិយាយក្នុងផ្ទះកូនណាកូនចំនួនឪធ្វើធំនេះណាឪធ្វើរដ្ឋមន្ត្រីឪធ្វើតំណាងរាស្ត្រឪធ្វើប្រធាននាយកដ្ឋានអគ្គនាយកឪធ្វើនាយករដ្ឋមន្ត្រីឪលួចរបស់ជាតិបានច្រើនណាកូនណាឥឡូវដល់ចំនួនកូនណាគេស្អប់ច្រើនណាបើកូនមិនកែតម្រង់ទេគេយកអស់ទ្រព្យសម្បត្តិកូនណាចាញ់ឆ្នោតអញ្ចឹងកែខ្លះទៅកូនដើម្បីកុំឲ្យយើងវាចាញ់ឆ្នោតប្រយ័ត្នគេយកទ្រព្យសម្បត្តិយើងចិត្តរបស់វាខ្វេមកចេះហើយកែរមិនឲ្យចេញជាប្រយោជន៍សាធារណៈអាត្រង់ហ្នឹងតែគេនិយាយថាខ្ញុំនឹងអកតេគេកែតម្រង់ហើយនៅតែអកតេខ្ញុំថាកាលពីវាយកច្រើននោះយកមិនគិតអាណាងាប់មិនខ្លាចអាណាខឹងមិនខ្លាចអាណាអីនោះក៏វាធ្វើដើម្បីប្រយោជន៍ដល់ខ្លួនវាឥឡូវលើតែកែតម្រង់ហ្នឹងក៏វាខ្លាចបាត់បង់ទ្រព្យសម្បត្តិដែលវាយកបានដដែលស្រាប់តែពួកអាបណ្ឌិតគេទៅសម្ភាសគេថាល្អគណៈបកប្រជាជនកែតម្រង់ត្រូវបើមិនកែតម្រង់បាត់ស្លឹកឆ្នោតទេត្រូវតែកែតម្រង់
រួចហើយគេប្រាប់ថាកែទៅនេះខ្ញុំថាវងអាថោកបើកុំតានិយាយអញមិនដឹងថារយៈបណ្ណាទេបណ្ឌិតអីមានពេលខ្លះពាក្យសម្ដីដែលខ្ញុំនិយាយចេញទៅគូសបញ្ជាក់អំពីដួងចិត្តផងជួនកាលគូសបញ្ជាក់អំពីការយល់របស់ខ្ញុំទៅឲ្យអ្នកដទៃដោយសង្ឃឹមថាអ្នកដទៃនឹងបានយល់ផងជួនកាលខ្ញុំគិតក្នុងចិត្តថាពេលដែលខ្ញុំនិយាយអញ្ចឹងទៅមិនដឹងជាអ្នកស្ដាប់នឹងគេបានយល់អំពីចិត្តខ្ញុំយល់អំពីការយល់ឃើញរបស់ខ្ញុំដែរឬទេណោមិនដឹងជាគេអាចមានសមត្ថភាពបានយល់នៅអ្វីដែលយើងចង់ឲ្យគេយល់ដែរឬទេណោយើងគិតឃើញយើងយល់ក្នុងខួរក្បាលរបស់យើងមើលឆ្លោះជ្រៅទៅក្នុងបញ្ហាយើងដឹងថានេះគឺជាបញ្ហានឹងមានប្រភពមកពីណាហើយវិធីដោះស្រាយរបស់វាគឺត្រូវដោះមិនយើងលើករឿងហ្នឹងយកទៅនិយាយប្រាប់គេជួនកាលយើងមើលភ្នែកអ្នកស្ដាប់ទៅយើងដឹងថាគាត់ឥតបានយល់នៅអ្វីដែលយើងចង់ឲ្យគាត់យល់ទេឧទាហរណ៍ដូចខ្ញុំនិយាយថាមនុស្សដែលលោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនទៅធ្វើការងារសប្បុរសជួយអាណាកើតខ្ញុំគិតដូចគិតទៀតបងប្អូនអំពីគំនិតមួយហ្នឹងមនុស្សដែលលោតអត់រួចពីលោកធម៌លៀបយួរសរសើរសុខទៅជួយអាណាកើតខ្ញុំចេះតែនិយាយអញ្ចឹងមិនដឹងជាប្រជាពលរដ្ឋហ្នឹងគាត់បានយល់ឃើញដូចខ្ញុំថាអើមែនវ៉ៃមនុស្សដែលជាប់លោកធម៌អត់ដែលធ្វើប្រយោជន៍សម្រាប់អ្នកដទៃបានទេយើងគិតនោះគិតគំនិតមួយហ្នឹងគិតអូយគិតតែមុំតបោះគំនិតហ្នឹងចូលទៅក្នុងសង្គមដល់ពេលយើងបោះទៅឃើញអ្នកស្ដាប់ហ្នឹងភ្នែកម៉ក់ខ្ញុំដឹងថាអត់យល់ហ្មងព្រោះតែអត់យល់ហ្នឹងហើយដែលគាត់អត់ចូលរួមធ្វើពីព្រោះអីយល់វាមិនបានគិតវាមិនឃើញដល់ពេលអញ្ចឹងវាអត់មានសទ្ធាជ្រះថ្លាក្នុងរឿងធ្វើអញ្ចឹងបានខ្ញុំចេះតែសំណុំពរខ្ញុំថាកុំស្ដាប់ពាក្យសម្ដីរបស់ខ្ញុំណាស្ដាប់ដូចចម្រៀងសិនស៊ីសមុទ្រអញ្ចឹងស្ដាប់រួចហើយតាំងរកវល់ថ្មីមកទៀតហ៎បងមានចេញវល់ថ្មីមកទៀតនៅខ្ញុំថាស្ដាប់អាចាស់នឹងឡើងវិញទៅមិនទាន់ដឹងខ្ញុំនិយាយថាម៉េចឲ្យសពគ្រប់ទេនងស្ដាប់នេះស្ដាប់យកបរោះហ្មងដូចសិនស៊ីសមុទ្រត្មងរកតែបត់ថ្មីហ្មងបត់ចាស់ស្ដាប់មិនបានត្មងទៅស្ដាប់អាចាស់ចាស់ឡើងវិញទៅស្ដាប់4-10ដងទៅបានដឹងតែខ្ញុំនិយាយអីស្ដាប់គិតណាពីព្រោះអ្វីដែលខ្ញុំទម្លាក់ចូលទៅក្នុងសង្គមហ្នឹងបងប្អូនបញ្ចេញមតិយោបល់តាមទីសាធារណៈរាល់តដងហ្នឹងណាបងប្អូនខ្ញុំគិតណាខ្ញុំត្រេះរិះខ្ញុំពិចារណាពេលដែលបងប្អូនដើរលេងហ្នឹងខ្ញុំគិតល្អិតល្អន់ណាល្មមតែហ៊ានបោះគំនិតហ្នឹងចូលទៅក្នុងសង្គមដល់ពេលបោះចូលទៅឃើញប្រជាពលរដ្ឋខ្មែរងើខ្ញុំនឹកក្នុងចិត្តថានឹងស្ដាប់អត់យល់ហ្នឹងដល់ស្ដាប់អត់យល់មានបានមើលឃើញនៅអ្វីដែលយើងចង់គូបញ្ជាក់ឯណាអញ្ចឹងបានខ្ញុំប្រាប់គាត់ថាកុំស្ដាប់តែម្ដងចុងស្ដាប់ឲ្យច្រើនដងតិចបានដឹងថាខ្ញុំនិយាយថាម៉េចឧទាហរណ៍ដូចខ្ញុំនិយាយថាក្នុងសង្គមខ្មែរណាបញ្ហាដល់ថ្នាក់ហ្នឹងណាត្រូវការជាចាំបាច់ខានមិនបាននៅបុគ្គលដែលឈ្នះខ្លួនឯងបងប្អូនយល់អត់ម្ចាស់ថ្លៃឯងយល់អត់ដល់ស្ដាប់ទៅឮតែប៉ុណ្ណឹងក៏ហើយទៅមានបានគិតថាហេតុអីបានខ្ញុំនិយាយចឹងណាខ្ញុំថាស្រុកខ្មែរហ្នឹងវាធ្ងន់ណាស់រឿងទាំងអស់វាធ្ងន់ណាស់គ្រប់ផ្នែកនៃសង្គមរដ្ឋាភិបាលនោះធ្ងន់រឿងរដ្ឋាភិបាលទៅប្រមូលអាមនុស្សខូចចូលច្រើនពេកដើម្បីឲ្យវាឈ្នះឆ្នោតដល់ឥឡូវទោះបីមានចិត្តចង់កែតម្រង់កែវាមិនកើតព្រោះអីអាមនុស្សអញយកចូលមកសិតតែមនុស្សខូចសិតតែមនុស្សសងំស៊ីឲ្យកាន់តំណែងកាន់តួនាទីខ្លាចតែមុខក្រោយលួចស៊ីរហូតហើយវាច្រើនគ្រប់កន្លែងទាំងអស់ដល់ពេលអញ្ចឹងទោះបីចង់កែតម្រង់ចង់បំបត្តិអំពើពុករលួយបំបត្តិមិនបានអានឹងរដ្ឋាភិបាលទៅដល់ខាងគណៈបកប្រឆាំងឯនោះប្រជាពលរដ្ឋនោះស្មានថាគាត់នឹងជាអ្នកស្នេហាជាតិស្មានថាគាត់នឹងជាអ្នកប្រជាធិបតេយ្យការពិតពួកអាស៊ីឡាកសោះវាឃើញប្រជាពលរដ្ឋនឹងក្តៅនឹងរដ្ឋាភិបាលខ្លាំងចេញមកអីយ៉ាអញមានមុខលបអាស៊ីអីតាដាក់សំណាញ់ត្រង់ពួកនឹងម្ដងតិចមើលវារត់ចេញពីរដ្ឋាភិបាលមកអត់មានណាត្រង់អញចេញទៅត្រង់ធ្វើដូចជាជនសប្បុរសចឹងមកក្តប់នងទៅនឹងខាងគណៈបកប្រឆាំងដល់ឃើញអ្នកផ្សាយធរវិញអប្រជាពលរដ្ឋនឹងល្ងងល្ងឹតចិត្តងាប់ហើយនឹងគ្នាក្រលហេមលហាមតាំងពីជាតិនេះបបេះបបោចគ្នាទៀតចូលបុនតិចបានតិចចូលបុនច្រើនបានច្រើនបោចតិចអស់តិចបោចច្រើនអស់ច្រើនយាយអើយពួកតាអាចារ្យដែលបកកែឃោសនាហ្នឹងមិនដែលចូលលុយមួយរៀលទេកឋិនដោយបុនផ្កាដោយតា